ជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំសាគូរ៉ាសូមស្វាគមន៍អ្នកនរគ្នាមកកាន់ Channel ថ្មីអញ្ចឹង admin សូមឲ្យអ្នកនរគ្នាជួយ support ដោយជួយធ្វើការចុច subscribe ឲ្យ admin ម្នាក់មួយផងណាតោះបើចុចហើយ admin មានកាដូឲ្យថ្ងៃនេះ admin មានរឿងថ្មីមួយមកសម្រាប់ជូនអ្នកនរគ្នាសាច់រឿងថ្មីហើយរសជាតិខុសពីមុនដាច់ហ្មងតែរឿងដែល admin នឹងយកសម្រាប់ឲ្យអ្នកនរគ្នាស្ដាប់ថ្ងៃនេះគឺជាប្រភេទរឿង animation បែបបុរាណណាអ្នកនរគ្នាតោះកុំឲ្យវែងឆ្ងាយទៀតយើងចូលទៅកាន់សាច់រឿងរបស់យើងហ្មងណាកាលពីរាប់ម៉ឺនឆ្នាំមុនឋានទេវតានិងឋានមនុស្សត្រូវបានអុកឡុកដោយពួកបិសាចដ៏កំណាចមួយក្រុមហើយមេបារបស់វានឹងមានឈ្មោះថាដងហ្វាងស៊ីនឆាងដើម្បីគ្រប់គ្រងស្ថានភាពនិងកម្ចាត់មេបិសាចដងហ្វាងនេះព្រះអិនបានបញ្ជាទេវតាចម្បាំងឲ្យដឹកនាំទ័ពទេវតាជាច្រើនទៅសមរភូមិក្នុងការប្រយុទ្ធរវាងទេវតាចម្បាំងនិងមេបិសាចដងហ្វាងគឺប្រើរយៈពេលជាច្រើនថ្ងៃចុងក្រោយទេវតាចម្បាំងក៏អាចយកឈ្នះហើយធ្វើឲ្យឋានទាំង3មានភាពស្ងប់សុខសាជាថ្មីម្ដងទៀតតែទេវតាចម្បាំងក៏ត្រូវបានពលីជីវិតក្នុងសង្គ្រាមមួយនេះចំណែកឯមេបិសាចដងហ្វាងវិញដោយសារតែគេគឺជាបិសាចដែលមានយុទ្ធសាស្ត្រខ្លាំងក្លាហើយគាត់មិនចេះស្លាប់នោះទេទោះបីជានៅក្នុងពេលសង្គ្រាមទេវតាចម្បាំងបានកំទេចព្រលឹងទាំង6របស់គាត់ហើយបានឃុំគាត់ក៏ប៉ុន្តែនៅថ្ងៃណាមួយគាត់ក៏អាចប្រមូលផ្ដុំវាឡើងវិញម្ដងទៀតហើយឋានទាំង3ពេលនោះក៏អាចនឹងវឹកវរម្ដងទៀតផងដែរតួឯកស្រីមានឈ្មោះថាសៀវឡានហួរដែលនាងគឺជាទេពអប្សរផ្កាកំពុងតែស្ដាប់រឿងរ៉ាវពីសង្គ្រាមដ៏អស្ចារ្យកាលពីរាប់ម៉ឺនឆ្នាំមុនពីម្ចាស់របស់នាងសៀវឡានគឺជាទេពអប្សរដែលស្មោះត្រង់ជាមួយនឹងម្ចាស់ជារៀងរាល់ថ្ងៃនាងតែងតែខិតខំប្រឹងប្រែងសុំសិស្សដើម្បីក្លាយជាមនុស្សព្រោះថានាងចង់ឲ្យម្ចាស់របស់នាងសប្បាយចិត្តណាមួយកុំឲ្យគាត់អបសុខផងព្រោះគាត់ដើរហើរតែម្នាក់ឯងរហូតក៏ប៉ុន្តែគួរឲ្យស្ដាយខ្លាំងមែនទែននៅថ្ងៃដែលនាងប្រែក្លាយទៅជាមនុស្សពេញលក្ខណៈនាងមកជាត្រូវបានទាហានទេវតាចាប់នាងទៅវិញហើយអាហ្នឹងក៏ដោយសារតែនាងហ្នឹងចិត្តនិយាយដើមប្រអិនពេកនៅតាមផ្លូវទៅកាត់ទោសស្រាប់តែមានបញ្ហាមិនស្រួលឥឡូវយើងក៏លេចមកមើលក្រុមបិសាចមួយក្រុមដែលកំពុងតែលាក់ខ្លួននៅនេះវិញច្រើនឆ្នាំមកនេះបពួកបិសាចជាច្រើនបានប្រមូលផ្ដុំគ្នាដើម្បីបង្កើតកម្លាំងជួយមេបិសាចដងហ្វាងឲ្យរស់ឡើងវិញម្ដងទៀតហើយឥឡូវនេះពួកគេបានសម្រេចហើយខ້ອຍពីបានដឹងខ្លួនវិញដងហ្វាងក៏មិនចាំយូរដែរព្រោះថាគាត់ឥឡូវហ្នឹងបានឡើងមកឋានទេវតាហើយអុកឡុកដោយមិនសំចៃដែរហើយឥឡូវនេះយើងក៏បានឃើញថាឋានទេវតាគឺមានការវឹកវរខ្លាំងមែនទែនកងទ័ពទេវតានិងទេវតាចម្បាំងថ្មីដែលមានឈ្មោះថាថោយៀនក៏បានមកទប់ទល់ជាមួយនឹងដងហ្វាងហើយពេលនោះយើងក៏បានឃើញថាពីអ្នកហ្នឹងបានប្រើយុទ្ធសាស្ត្រខ្វាញ់ខ្វាត់អត់មានអ្នកដឹងថាយុទ្ធសាស្ត្រស្អីគេខ្លះទេកន្លែងហ្នឹងឃើញមានទ័ពចម្បាំងថោយៀនគាត់បើកដូមែនដូចស៊ូគូណាចឹងកន្លែងហ្នឹងលយខ្លាំងមែនតើហ្មងហើយគាត់ក៏មានដៃស្ដាររបស់គាត់ម្នាក់ដែលថាម្នាក់ហ្នឹងគឺប្រកែកវាយខ្លាំងមែនតើដោយសារតែដងហ្វាងគាត់ទៅតែរស់ឡើងវិញហើយយុទ្ធសាស្ត្ររបស់គាត់ឥឡូវនេះក៏វាមិនទាន់បានល្អដូចពីមុនផងដែរអញ្ចឹងទៅក៏ធ្វើឲ្យដងហ្វាងហ្នឹងវាយអត់ឈ្នះទេវតាចម្បាំងថៅយៀនហ្នឹងឯងហើយចុងក្រោយដងហ្វាងក៏ត្រូវបានគេវាយខ្ទាតមកខាងក្រោមហើយក៏ទៅបុកជាមួយនឹងធុងដឹកអ្នកទោសដែលដឹកសៀវឡានពេលមុនហ្នឹងគ្រាន់តែបានដឹងថាបុរសដែលនៅខាងមុខនាងជាមេបិសាចដងហ្វាងសៀវឡានគ្នាឡើងចង់ចេញយំហ្មងដោយសារអត់ទាន់បានទៅជួបម្ចាស់ផងឥឡូវមកជួបជាមួយនឹងមេបិសាចទៀតនេះសោះអីក៏សោះយ៉ាងនេះម្ចាស់អត់ទាន់បានឃើញរូបរាងស្រួលបួលផងនេះហើយបង្ងាប់កន្លែងហ្នឹងទៅធ្វើមិនទៅដោយសារតែតើច្រកហើយអញ្ចឹងហើយដងហ្វាងក៏បានកំទេចត្រង់នោះហើយចាប់បឺតឈាមសៀវឡានពួកគាត់មើលឃើញថានាងមានថាមពលពិសេសម្យ៉ាងបន្ទាប់ពីនោះពួកគេទាំងពីរនាក់ក៏សន្លប់បាត់ស្មារតីទាំងអស់គ្នាតែម្ដងបន្ទាប់ពីសៀវឡានបានដឹងខ្លួននាងក៏បានឃើញថាឥឡូវនេះគឺនាងត្រូវបានទេវតាឃុំជាប់ហើយអីដែលធ្វើឲ្យនាងហួសចិត្តខ្លាំងជាងនឹងទៀតនោះគឺឥឡូវហ្នឹងព្រលឹងរបស់នាងកំពុងតែនៅក្នុងខ្លួនរបស់មេបិសាចដងហ្វាងសៀវឡានឥឡូវហ្នឹងគឺកំពុងតែឈឺក្បាលវើមកខ្លាំងមែនតើហ្មងអត់ដឹងថាខ្លួនឯងជាតិមុនហ្នឹងសាងកម្មស្អីគេខ្លះទេបានជាជាតិនេះគ្រាន់តែកើតជាមនុស្សភ្លាមត្រូវបានមេបិសាចកាក់មកខំបដូរព្រលឹងគ្នាហើយឥឡូវត្រូវបានគេឃុំជាប់ក្នុងប្រាសាទហៅធាននេះទៀតមិនដឹងថាគេលុកចិត្តសប្រមាណលិនជាន់ឯម៉ែអើយមិនដឹងថាចេញទៅវិញមកទេដោយសារតែឈឺចាប់ពេកសៅឡានក៏បានឌឺដងឌៀមដាមសំខាន់ជាអាមេបិសាចដងហ្វាងនឹងជេយកហ្មងចំណែកព្រលឹងដងហ្វាងនៅក្នុងខ្លួនរបស់សៅឡានវិញគាត់ក៏មិនអាចធ្វើអីនាងបានដែរដោយសារតែខ្លួនរបស់គាត់នឹងគឺត្រូវបានគេសៀលទុកអញ្ចឹងហើយដោយសារតែគាត់អត់ចេះជេរគេវិញណាមួយក៏វាយគេអត់កើតទៀតចុងក្រោយគាត់ក៏សម្រេចចិត្តកាត់សក់សៅឡានចោលតែម្ដងអ្វីនឹងលេងខូចគេសាហាវហ្មងចំណែកសៅឡានវិញគឺថាអត់ចិត្តទេសៅឡានក៏ចាប់ផ្ដើមបោចសក់បំផ្លាញរាងកាយរបស់អាប៉ៃនឹងវិញហើយពីអ្នកនឹងឲ្យក៏ច្រឹកដូចគ្នាម៉េះឡើងស្មើដៃគ្នាហ្មងកាត់ទៅកាត់មកឡើងតងោក្បាលអាណិតតាសៅឡាននេះដោយសារតែនាងអត់មានយុទ្ធសាស្ត្រអីអញ្ចឹងហើយកាត់សក់គេអត់បានច្រើនទេដោយធ្វើឲ្យអត់បានសៅឡានក៏ស្រែកយំចំណែកដងហ្វាងវិញគឺគាត់វេទនាភ្នែកខ្លាំងមែនតើព្រោះថាសៅឡានហ្នឹងយករាងកាយគាត់មកស្រែកយំអីណាក៏ដែរធ្វើចឹងសោះអញ្ចឹងហើយគាត់ក៏សម្រេចថាប្រើយុទ្ធសាស្ត្រឲ្យសក់សៅឡានហ្នឹងត្រឡប់មកដូចដើមវិញបន្ទាប់ពីនោះដងហ្វាងក៏ព្យាយាមរកវិធីចេញពីប្រាសាទហៅធានហ្នឹងដោយគេបានទៅដោះលែងបុរសសង្ហាម្នាក់ដែលមានឈ្មោះថាឈីលីន
តែឈៀលីនឹងក៏ជាអ្នកជាប់នៅក្នុងប្រាសាទនឹងដែរដងហ្វាងបានរកឃើញថាប្រាសាទមួយនេះមានចំណុចពិសេសម្យ៉ាងគឺនៅត្រង់គុជមួយដែលនៅលើកំពូលប្រាសាទឲ្យតែពួកគេអាចកំទេចគុជមួយនោះបានប្រាសាទនឹងក៏រលំដែរតែទោះថងថាចង់កំទេចគុជមួយនឹងវាអត់ងាយស្រួលនោះទេហៅធានគឺជាទីឃុំឃាំងដ៏រឹងមាំមួយដែលទូតប្រាសាទទាំងមូលត្រូវបានផ្សារភ្ជាប់ជាមួយនឹងដួងវិញ្ញាណបរិសុទ្ធពីប្រាសាទតូចៗចំនួន36ដែលនៅជុំវិញវាហេតុនេះហើយធ្វើឲ្យគ្រឹះរបស់ប្រាសាទនេះកាន់តែរឹងមាំទ្វេដងក៏ប៉ុន្តែនៅមានលក្ខខណ្ឌពិសេសមួយទៀតនៅពេលដែលព្រះអាទិត្យរះចំពីលើវានោះវានឹងធ្វើឲ្យមានស្រមោលតូចមួយកើតឡើងដងហ្វាងបានប្រើឈាមរបស់សៀវឡានលាបទៅលើកន្លែងនោះហើយបោកឲ្យឈីលីនបង្កើតហូលតូចមួយដើម្បីឲ្យគេអាចកោះហៅកូនចៅវិសាចរបស់គេឡើងមកបន្ទាប់មកគាត់ក៏បានប្រើវាឲ្យកំទេចគុជមួយនោះហើយចុងក្រោយពួកគេក៏អាចចេញពីប្រាសាទនោះបានសម្រេចពេលដែលប្រាសាទនោះបានរលំដុំថ្មម្ដុំធំក៏បានធ្លាក់សង្កត់ទៅលើសៀវឡានតែថាដោយសារឥឡូវហ្នឹងនាងនៅក្នុងរាងកាយរបស់មេបិសាចអញ្ចឹងហើយដុំថ្មប៉ុណ្្នឹងអីអត់មានបញ្ហាអីតិចទេអត់តាមភ័យស្រួលបួលផងសៀវឡានក៏ត្រូវបានអាប៉ែដងហ្វាងនឹងស្លុតយករាងកាយរបស់គាត់ទៅវិញក៏ប៉ុន្តែសៀវឡានអត់ដឹងថាអានឹងគេធ្វើមិនទេបានដូរគ្នាវិញកើតហ៎ព្រោះថាគ្នាគ្រាន់តែធម្មជាទេពអប្សរតូចមួយធ្វើមិនបញ្ចេះប្រោយចសដ៏ខ្លាំងក្លារបស់ដងហ្វាងមកនៅដោយសារតែសៀវឡាននឹងក្បាច់ក្បោពេកហើយនិយាយស្ដាប់គ្នាអត់បានទៀតអញ្ចឹងហើយដងហ្វាងក៏ស្ទុះទៅរកនាងយកមកពេលហ្នឹងសៀវឡានគ្នាភ័យពេកហើយក៏វាយគាត់ម្ដាយតែដោយសារនាងប្រើរាងកាយរបស់មេបិសាចអញ្ចឹងហើយម្ដាយនឹងធ្វើឲ្យរាងកាយរបស់សៀវឡានខ្លួនឯងនឹងឡើងបាក់ឆ្អឹងតិចតិចគ្មានសល់ហ្មងលើកនេះសៀវឡានចូលដើមទៀតហើយបន្ទាប់ពីបានដឹងថាប្រាសាទហៅធានត្រូវបានបំផ្លាញទេវតាវូឈូក៏បានដឹកនាំទ័ពមកបង្ក្រាបគ្រាន់តែឃើញទេវតាវូឈូនឹងមកភ្លាមសៀវឡានគ្នាក៏បានសុំឲ្យគាត់ជួយក៏ប៉ុន្តែថាទេវតានឹងមានតែដឹងថាគេដូរខ្លួនគ្នាអីណាសំខាន់ណាស់ឥឡូវហ្នឹងគេនាំគ្នាឆ្ងល់ទៀតថាស្ដេចបិសាចអីធ្វើច្រឹកអីចឹងហើយមួយទៀតគេទៅគិតថាស្ដេចបិសាចហ្នឹងកំពុងតែលេងល្បិចអញ្ចឹងទៅទេវតាវូឈូនឹងក៏អត់ចាំយូរទេគាត់ក៏បានប្រើយុទ្ធសាស្ត្ររន្ទះបាញ់ទៅលើអ្នកទាំងពីរអាប៉ិនហ្នឹងអាងតែគេអត់តដៃបាញ់ពីមួយគ្រាប់ចូលមួយគ្រាប់ទៀតអាប៉ិនហ្នឹងឡើងធ្វើឲ្យរាងកាយរបស់សៀវឡានហ្នឹងឡើងខ្លោចអាហ្នឹងតាស៊ីគ្រាប់តែមួយគ្រាប់ទៀតដឹងតែបេសាចជ្រលក់ទឹកថៃកោះកងបានហើយចំណែកឯសៀវឡានដែលនៅក្នុងខ្លួនដងហ្វាងនោះមានតែឈឺស្អីនិយាយទៅឈប់បានធម្មតាហ្មងដល់ពេលហើយអាមួយគ្រាប់ចុងក្រោយហ្នឹងសៀវឡានក៏បានសាកប្រើធម្មពលរបស់ដងហ្វាងហើយនាំរាងកាយរបស់ខ្លួនឯងហ្នឹងរត់ចេញពីកន្លែងហ្នឹងបានសម្រេចហើយសៀវឡាននឹងក៏បានប្រើយុទ្ធសាស្ត្រហែកមេឃពីឋានទេវតាចូលមកឋានកណ្ដាលពេលនោះដែរកូនវិសាចរបស់ដងហ្វាងក៏តាមមកជាមួយនាងផងដែរវាបាននិយាយប្រាប់នាងថាដងហ្វាងឥឡូវនេះបានស្លាប់បាត់ហើយវិញ្ញាណរបស់គាត់កំពុងតែនៅឋានក្រោមម្ចាស់របស់សៀវឡានធ្លាប់ប្រាប់នាងថារាល់វិញ្ញាណណាដែលបានស្លាប់ទៅគឺនឹងត្រូវបានឃុំទុកនៅឋានក្រោមនេះហើយមិនអាចចេញបាននោះទេមួយវិញទៀតកន្លែងនោះក៏មិនអនុញ្ញាតឲ្យមនុស្សឬក៏អ្នកដែលមិនទាន់បានស្លាប់ចូលទៅកន្លែងហ្នឹងដែរព្រោះថាវាគឺជាច្បាប់ក៏ប៉ុន្តែបើទោះបីជាពិបាកឬល្មើសនឹងច្បាប់ក៏ដោយសៀវឡានក៏ត្រូវចុះទៅទីនោះឲ្យបានដែរព្រោះថាបើមិនធ្វើអញ្ចឹងទេរាងកាយរបស់នាងក៏មិនអាចយកមកវិញបាននោះទេបន្ទាប់ពីបានគិតនិងសម្រេចចិត្តអីហើយអស់ក៏មិនសាច់ក៏បាននាំនាងមកកាន់ទីក្រុងមួយដែលមានឈ្មោះថាយីឆឹងដែលទីនេះគឺជាកន្លែងមួយដែលផ្សារភ្ជាប់រវាងឋានកណ្ដាលនិងឋានក្រោមក៏មិនសាច់តូចក៏បានប្រាប់ឲ្យសៀវឡានប្រើយុទ្ធសាស្ត្ររបស់ដងហ្វាងដើម្បីឲ្យមើលឃើញផ្លូវទៅរកខ្លងទ្វារចូលទៅឋានក្រោមនៅពេលទៅដល់វាក៏បានប្រាប់ឲ្យនាងប្រើឈាមរបស់ដងហ្វាងដើម្បីបើកទ្វារសម្រាប់ច្រកទ្វារមួយនេះបើសិនជាមនុស្សធម្មតាចូលទៅនោះប្រលឹងវិញ្ញាណរបស់គេនឹងត្រូវបានវិញ្ញាណនៅការពារនៅកន្លែងនោះកំទេចចោលហើយនឹងមិនអាចផ្គុំវិញបាននោះទេមិនបានប៉ុន្មានពួកគេក៏បានមកដល់នៅខាងមុខច្រកទ្វារចូលមាន Evil Spirit ដៃ6ដែលវាគឺជាអ្នកយាមទ្វារដ៏ខ្លាំងពូកែនៅកន្លែងហ្នឹងមើលទៅមកអប៉ែហ្នឹងក៏មិនណយដែរដើម្បីចូលទៅកាន់ខាងក្នុងបន្តពួកគេត្រូវយកឈ្នះអ្នកការពារនៅទីនេះសិនដោយសារតែឃើញដៃរបស់អប៉ែហ្នឹងច្រើនពេកធ្វើឲ្យសែវឡានហ្នឹងអត់ហ៊ានចូលទេនិយាយទៅនៅពួនទៅពួនមកពេលហ្នឹងកូនបិសាចក៏បានប្រាប់ទៅកាន់សែវឡានថាធម្មពលរបស់អប៉ែហ្នឹងគ្មានតែអស់ចាយទេនិយាយទៅបានតែដៃយោងហ្នឹងហើយណាមួយដងហ្វាងទៅណាក៏គេខ្លាចគាត់ដែរអញ្ចឹងទៅមិនខ្វល់ចេញវាយហ្មងសែវឡានគ្រាន់តែលឺគេញុះញង់បន្តិចចេញទៅវាយភ្លាមហ្មងតែដល់តែពេលចេញទៅអាប៉ែដៃ6ហ្នឹងមានតែស្គាល់ដងហ្វាងអីណាគ្រាន់តែឃើញភ្លាមប៉ែហ្នឹងចាប់ផ្ដើមបើកការវាយប្រហារទៅលើពួកគេហ្មងចំណែកឯសែវឡានវិញគ្នាភ័យគិតតែពីកិច្ចឯងកិច្ចចុះកិច្ចឡើងនិយាយទៅធ្វើឲ្យកូនបិសាចហ្នឹងឡើងទៅភ្នែកហ្មងហើយវាក៏បានសុំខ្ចីខ្លួនរបស់ដងហ្វាងប្រើសិនព្រោះថាកូនបិសាចហ្នឹងក៏វាជាផ្នែកមួយនៃ spirit របស់ដងហ្វាងដែរអញ្ចឹងហើយវាក៏អាចចូលទៅក្នុងខ្លួនរបស់គាត់និងប្រើយុទ្ធសាស្ត្រខ្លះរបស់គាត់បានផងដែរបន្ទាប់ពីបានចូលទៅក្នុងខ្លួនរបស់ដងហ្វាងបានសម្រេចវាក៏បានកាត់ដៃអប៉ែបិសាចហ្នឹងហើយប្រើយុទ្ធសាស្ត្របាក់ជើងពីឃាតជន់អប៉ែហ្នឹងឡើងក៏វាដូចជាជឿនចឹងបន្ទាប់ពីនោះស្រាប់តែមាន spirit 2 នាក់ទៀតបានបង្ហាញខ្លួន
មានម្នាក់បានប្រើយុទ្ធសាស្ត្រខ្សាច់ពង្រួមស្មារតីហើយម្នាក់ទៀតឆ្លៀតឱកាសដែលកូនបិសាចមើលនិងស្ដាប់អត់បានវាក៏ប្រើវិជារន្ទះបិសាចតែថាកូនបិសាចនៅក្នុងខ្លួនដងហ្វាំងក៏បានបើកយុទ្ធសិលកញ្ចក់ភ្នែក100ហើយវាក៏ចាប់បានបិសាចស្រីមួយនោះបន្ទាប់មកទៀតវាក៏បានប្រើមឈូសទឹកកកបាំងថាមពលរន្ទះរបស់ក្មេងបិសាចមួយនោះមិនត្រឹមតែជាសៀលការពារនោះទេមឈូសទឹកកកថែមទាំងបានធ្វើឲ្យយុទ្ធសិលរន្ទះបិសាចនឹងឡងទៅវាវិញទៀតក្រោយពីបានចាត់ការពីអ្នកនឹងបានហើយកូនបិសាចក៏បានបើក Info Spirit Table ហើយវាក៏បានឲ្យជំរឿទៅកាន់បិសាចពីរអ្នកនឹងចំនួន2ដោយទី1គឺកំទេចវិញ្ញាណរបស់ពួកគេនៅកន្លែងហ្នឹងហើយទី2គឺពួកគេត្រូវទទួលយកស្នាមដាវដែលបញ្ជាក់ថាពួកគេចុះចូលជាមួយនឹងបពុបិសាចរបស់ដងហ្វាងហើយចុងក្រោយពួកគេក៏បានរើសយកជំរឿទី2ដោយពួកគេនឹងធ្វើជាអ្នកបម្រើឲ្យបពុបិសាចអស់មួយជីវិតបន្ទាប់ពីបញ្ចប់ការងារអីហើយអស់ហើយកូនបិសាចក៏បានចេញពីខ្លួនរបស់ដងហ្វាងហើយសែវឡានាងក៏បានភ្ញាក់ឡើងក្នុងខ្លួនរបស់ដងហ្វាងម្ដងទៀតបន្ទាប់ពីនោះពួកគេក៏បានបន្តដំណើរទៅរកវិញ្ញាណរបស់ដងហ្វាងបន្តទៀតបន្តិចក្រោយមកពួកគេក៏បានទៅដល់ច្រកទ្វារចាប់កំណើតតែថានៅទីនោះមានបលឹងជាច្រើនកំពុងតែតវ៉ាព្រោះថាច្រកទ្វារនេះគឺមិនព្រមបើកអស់រយៈពេលជាច្រើនថ្ងៃមកហើយអញ្ចឹងទៅពួកគេមិនអាចទៅចាប់ជាតិបាននោះទេលឺអញ្ចឹងភ្លាមធ្វើឲ្យសែវឡាននឹងគ្នាឡើងភ័យហើយក៏បានសួរទៅកាន់កូនបិសាចថាបើអញ្ចឹងពួកយើងត្រូវធ្វើម៉េចទៅបើគេបើកទ្វារផងហ្នឹងហើយកូនបិសាចលឺហើយឡើងហួរចិត្តហ្មងវាក៏បានទៅវិញថាច្រកទ្វារនឹងបិទប្រហែលលានថ្ងៃអីក៏បិទទៅដោយសារតែពួកគេមិនទៅចាប់ជាតិណាឥឡូវហ្នឹងពីរអ្នកហ្នឹងត្រូវមហោវិញ្ញាណរបស់ដងហ្វាងសោះហ្នឹងអីណាចង់ទៅចាប់ជាតិយីប៉ែនេះបន្ទាប់ពីហ្នឹងទៀតពួកគេក៏បានបន្តដំណើរទៅរក Office អ្នកដែលបានធ្វើការនៅឋានក្រុមហ្នឹងដែលចូលដើរឡើងនិយាយពីថាស្ងាត់ឈឹងហ្មងសង្ស័យតែថ្ងៃហ្នឹងគេដេកអស់ហើយនេះតែដល់ពេលដែលពួកគេបានបើកទ្វារមួយក៏បានឃើញថាអ្នកធ្វើការនៅកន្លែងហ្នឹងនាំគ្នាមកជុំក្បែរគ្នានៅនឹងទាំងអស់គ្នាហ្មងហើយអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងកំពុងតែគោរពនិងសូមអង្វរពីព្រលឹងរបស់មេបិសាចដងហ្វាងអាប៉ែហ្នឹងសង្ស័យមកមួយថ្ងៃហ្នឹងអុកលុកគេឡើងពេញហ្នឹងហ្មងបានម្នាក់ភ័យឡើងសោកភ្នែកអស់លេងចឹងហើយសម្បីតែអាមេដែលគ្រប់គ្រងនៅកន្លែងហ្នឹងក៏ទៅគ្រប់ប្រភេទដងហ្វាងនឹងដែរនិយាយទៅចាប់បដ ாய் ហ្មងចំណែកឯលោកដងហ្វាងនោះវិញគ្រាន់តែបានឃើញពួកគេភ្លាមគាត់ក៏បានស្ទុះមកដេញវិញ្ញាណរបស់សែវឡានចេញពីខ្លួនរបស់គាត់ភ្លាមតែនាងអត់ព្រមនោះទេព្រោះថាបើសិនជានាងហ៊ានចាញ់នាងប្រកាសជាស្លាប់ហើយប្រលឹងរបស់ពីរនាក់ហ្នឹងក៏ចាប់ផ្ដើមបតែបតោបគ្នារហូតដល់ធ្វើឲ្យរាងកាយរបស់ដងហ្វាងបោកទៅនឹងជញ្ជាំងហើយចុកក្បាលនៅកន្លែងហ្នឹងទៀតអ្នកគ្រប់គ្នាដែលត្រូវបានដងហ្វាងគំរាមមុនហ្នឹងឃើញសភាពទាំងអស់នេះធ្វើឲ្យពួកហ្នឹងមានការកៀងជាខ្លាំងហ្មងដោយឃើញថាឥឡូវហ្នឹងសភាពការរៀងច្បុកច្បល់អញ្ចឹងហើយពួកហ្នឹងក៏មានគម្រោងថាចាត់ការដងហ្វាងនៅកន្លែងហ្នឹងទៀតតែពេលនោះកូនបិសាចក៏បានគំរាមពួកគេអញ្ចឹងហើយពួកហ្នឹងអត់ហ៊ានធ្វើអីទេមានតែឲ្យដងហ្វាងហ្នឹងសម្រាប់នៅកន្លែងហ្នឹងសិនហើយចាំគិតគ្នាទៀតបន្ទាប់ពីសន្លប់សែវឡានក៏បានភ្ញាក់ឡើងនៅក្នុងបន្ទប់សម្រាប់ចំណែកដងហ្វាងវិញឥឡូវហ្នឹងក៏ធុញចង់ងាប់ហើយព្រោះថាគាត់ធ្វើអត់កើតទេឥឡូវហ្នឹងមានជាការញ៉ៃញ៉ៃខ្លាំងមែនតើគឺថាវល់ទាំងអ្នកសម្រាប់ទៀតដោយសារតែការរឹងក្បាលទាំងពីរនាក់អញ្ចឹងទៅឥឡូវហ្នឹងខ្លួនមួយវិញ្ញាណពីរចាសូមអរគុណហ្មងដល់តែអញ្ចឹងទៅអ្នកទាំងអស់គ្នាត្រូវស្ដាប់ដល់យកចិត្តទុកដាក់អញ្ចឹងទេវល់ទាំងអស់គ្នាហើយតោះចុះមកដល់សេះរឿងយើងវិញឥឡូវហ្នឹងវិញ្ញាណទាំងពីរនាក់ហ្នឹងកំពុងតែឆ្លោះគ្នាពេញហ្នឹងទៀតហើយថៃបើមិនអោយឆ្លោះមិនបើសែវឡានភ្ញាក់ឡើងក៏បានដឹងថាប្រូដងហ្វាងហ្នឹងប្រាប់ឲ្យគេយកខ្លួនរបស់នាងទៅដុតចោលបាត់ហើយធ្វើចឹងចាប់ហ្មងគ្នាខំស្ពាយតាំងពីឋានទេវតាចូលឋានមនុស្សឥឡូវមកចូលឋានក្រុមហើយទៅដុតបាត់គ្នាចោលតែថាដងហ្វាងគេក៏មានហេតុផលរបស់គេដែរដោយគាត់បាននិយាយថាម្លឹងជាទុកធ្វើស្អីទៀតផងដោយសារតែអាខ្លួនហ្នឹងវាល្មមខ្លោចហើយស្រាប់អីណាអញ្ចឹងទៅបើទុកទៀតក៏មិនដឹងថាយកធ្វើអីកើតទៀតដែរអានេះលក្ខណៈថាបយឆ្កែក៏វាលេងសៀដោយសារតែខ្លោចញូងហ្មងដោយសារតែឥឡូវហ្នឹងរាងកាយរបស់នាងត្រូវបានដងហ្វាងដុតអញ្ចឹងហើយវិញ្ញាណរបស់សែវឡានក៏អត់ព្រមចេញពីខ្លួនរបស់ដងហ្វាងដែរនិយាយទៅអាប៉ែហ្នឹងអ្នកធ្វើឲ្យរឿងទាំងអស់ហ្នឹងកើតឡើងអញ្ចឹងហើយដងហ្វាងត្រូវតែទទួលខុសត្រូវបើមិនអញ្ចឹងទេសែវឡានហ្នឹងធ្វើឲ្យញ៉ៃញ៉ៃពេញហ្នឹងហើយដោយសារតែរាងកាយមួយមានវិញ្ញាណពីរនៅអញ្ចឹងហើយដងហ្វាងក៏គាត់អាចប្រើប្រាស់រាងកាយហ្នឹងបានស្មូតដែរហើយចុងក្រោយគាត់ក៏បានសន្យាជាមួយនឹងសែវឡានថាគាត់នឹងជួយនាងរករាងកាយថ្មីមកជំនួសប៉ុន្តែគាត់ថាឥឡូវហ្នឹងសែវឡានត្រូវតែសន្យាជាមួយនឹងគាត់ថាសហការជាមួយគ្នាព្រោះពួកគេត្រូវស៊ាំខ្លួនជាមួយនឹងវិញ្ញាណពីរនេះសិនកន្លែងហ្នឹងមើលទៅឡើងពិបាកភ្នែកហ្មងមិនដឹងថាមិនអាម៉ានទេបើសិនបើតែឈរហ្នឹងក៏ឈរលេងហ្នឹងដែរវាមិនតែណាខ្លួនមួយចែកគ្នាមកជាងម្នាក់ចឹងឯងយើងក៏លេចមកមើលអ្នកគ្រប់គ្រងនៅឋានក្រោមឯនេះវិញចំណុចរបស់គាត់បានសង្ស័យថាឥឡូវនេះមេបិសាចមានអាការៈចម្លែកហើយនេះគឺជាឱកាសល្អខ្លាំងមែនទែនសម្រាប់ពួកគេចាត់ការអ្នកណាក៏ដឹងដែរថាប្រហែល10000ឆ្នាំមុនដងហ្វាងនេះបានបង្កភាពចលាចលឲ្យឋានទាំង3ខ្លាំងមែនទែនបើសិនជាឥឡូវនេះពួកគេអាចចាត់ការមេបិសាចដងហ្វាងនេះបានគុណសម្បត្តិនឹងធ្លាក់មកលើពួកគេហើយ
kết rối bộ kê các bạn dục sự phơi slap rúa từ bình tụ bỏ đồng phang nam môi lỡ nâng á đồng phang có trong ban sự phơi nâng bị bộ kê đài lúc về để bộ kê ban cho từ đó bình tụ xâm ra bỏ đồng phang với nâng á xẻo lan phơi si đồng phang khăng mỏng á vậy tới á cô khné lẳng khăm kê mỏng chừng nào phải đâu quên còn tại ban kênh tha ở lỡ nâng cả lão hai quát các bạn chặt ca đồng phang dục tại mặt đòn về nút đồng phang còn các bạn bờ toàn hai bầm đồng than chặt ca quên tại hai tay có thể ban xẻo lan khót toàn xẻo lan nên có chia tiệt tỷ đạp ca mới rụt đài chừng tới nên có prom ai này kêสำหรับมนุษย์ในหมกนิ่งได้จำแนกลงฟังเว้นธรรมดาคือกอดจัดชาเกอมตาเลยนั่งกอดได้ซาแต่เซลล้านกอดกับบันยศพร้อมจมูกหนังเดียงยุบนี้ดงฟังกอดเชียร์มือสะเพอสลับโรคไปมือยบกอดได้ซาแต่จ้องช่วยเซลล้านก็บันตาหยิบแปะโน้ไว้ย่างเป็นแต่ควอดไอเตยใหญ่เตอเด็กเจ้าเก็บบันก็นั่งใหญ่ไปท่าหลังเชื่อเลยเนี่ยมือมองรักล่างหนึ่งไปเดินเนียงพิญญาล่างกับบันเคนท่าดงฟังเลยนั่งคือกอดบ้านโรคเคินชั่วโมงมนุษย์ได้เถยกเรียงใกล้หมกช่วยเซลล้านนั่งไงđời mình đã nốt đi nâng slam không ai dùng một hai pi chứ nam để đi bộ kê thở từ đó cái nốt môn pe đại nè rim nè nâng slam lúc về để bộ kê bàn trên một đao kháng cào nè group đó là than cam cho môn nâng kia là bỏ quạt các bạn mặc sẹt chập đồng vàng bốn ha ở lời nâng á đại bị sát cứ chia nè tổ chân tới bờ sân chỉ ở đại bị sát khẩu hội pi cái bộ kê anh nâng á đăng tả si nồng phai bỏ bỏ ân mong có bàn tay á bộ nâng có lỗ sơ chân á đông vang quay tầm mảng hao này tích bên sau mong cái nâng á đông vang còn tại có hai con trai bỏ kê gì tha con trai bỏ kê nâng á sạt tại bị sai sạt miền tầng thái miền tầng xe tao kla ấy mà hai ở con top trong khỏiประมาณ nè bỏ kê nâng á đông phan của ban brown black hole số phụ nâng bạch và tọa mong ở bên nâng nên miền đại chơi đại stam con trai kê pin nè nâng á liên đạt cho là hốt mong pin nè nâng cho khỏi kê man tại khlang thì tới quả cho một liếm đông phan chập ban tổng pin nè mong về để vay khi nâng á sẹo lan xôm tại cán đông phan là hôn tha của mọi sầm lạp kê tại đông phan của ban tọa tới bên tha phụ nâng sạt tại vì nhiên nâng chẳng sầm lạp tới có miền ấy đại bảo viên ngọt xẹp nâng taอย่างแน่เซลลันก็เนได้สมบูรณ์จึงเตอดงฟ้าก็ยกร่มจมูกเนียงก็บานปรับแต่การเลี้ยงท่ามันนึงเกาะบานสำหรับโนเตกอดขอนแต่บานเป็นจุนปูเบี้ยเตยกระไรเซมวยเตียนให้กระไรได้กอดเป็นจุนเตยนั่งคือเตยทานเตยบดาก่อนแต่เตยđó cứ trongปีหมกเตยบดาจมบังเจ้าเยียนมองก่อนแต่ขึ้นเจ้าเยียนเพลียมะปุกกองตัวบานนั่งเตยใหญ่ท่าเจ้าเยียนนั่งเนี่ยสมเตียนให้เตยบดาจมบังเจ้าเยียนก่อนกับบานใหญ่ได้ท่าก็เป็นเนี่ยสมเตียนเตยแกกอดนั่งเปะทอมดาแต่หัวไงนั่งให้ปุกกองตัวนั่งเป็นแต่สแนปเคลียบานเนี่ยสำคัญปะวัวเคลียร์ไว้เดียดจงคอยเติมเงินไอเปะเจ้าเยียนนั่งไว้หลังมัดติปูนั่งหยับมองหอมเป็นนั่งทาเกเทวดาจำบังไอเอาได้นะจงคอยเมียนไองอบต้องออกแต่ได้ยังก็เลยมาเมื่อข้างดงฟังไอในเวินฮอซกเสียวล้านกับบานชบผู้นี้นั่งเคยท่าเนียงพลิกบัดแดนแต่เนียงบ้านให้ชลงไปทันเทวดาหมกทันกันได้อากาศเนียงหดเจนปีเทวดาดันเตะได้นั่งสำคัญครั้งเหมือนแต่บัดสันจิปุกแกดบ้านบัดแดนนั่งเตะทันเทวดานั่งเมียนเพียบเบิกโวhai nương của bạn xong mọi đồng phang chui nương của bàn tay quạt ọt prom luôn tê phố quan để tha nắng miền ấy tẹt tông một quạt phòng nè hay than tê đá bọc vội từ phố quan miền từ khoan phòng hay nam môi con có trong bàn trắng này lưu tập băng ngọt ba na miền ấy xẻo lan có chập đam co mà đón tiền lượng ní nương rom phong ấy phong hai từ make up vậy đông phang nâng gì tới mưa lần lõ sai mọi trong khối đông phang còn ở tại thỏ mặt bàn chẳng hai conกับbàn prai còn bị sai bỏ con nâng chui từ bật trên nồi quạt phongแต่ถ้าmộtหนึ่งทั่วhướng ní quạtกับmiền lẹ khăn bay cho một nàng xẻo lanได้đòi ti môi quạt sông cùng oi nương này dây nộp về để quạt nơi chấm po một nẹp xâyทีพีก็เอาจอยเนื้อรำคาญในการสำหรับจัดบอกกอดหายจงกร้อยเนียงเธอแต่ส่งบอกกอดจมพูเหืองเด่นเนียงจังบ้านตีมวยทีพีนั่งเสียวล้านยอดผอเหียงเลื่อนติ่งกับวันใต้ติใบนั่งเหยียดท่าเหียงตังติกันนะพอต่อไปก็เป็นสายบันช่วยบัดได้นู้หายปุ๊กเก้กับบรรทอดำนาแต่หมกเตียนจมพูเรื่องได้ดงฟางช่วยบัดได้ดอกบอทานแต่งใบบ้านถ้วยปุเบยสายมันสบายจัดปนมาโนเตตายอย่างน่าเวียคือจีการสำหรับเจ้าระบอสไตเบยสายจังให้ปุเกเมียนแต่สอบแต่ตามนึงเตอไม่ยั้งปุเกกัดท่าแต่เดียเตอสไตเบยสายนึงกลมติดทานเตบดากรุบกรองทานแต่งใบดอกไปนุกมีหน้าเกเฮียนเมื่อสระหนึ่งหรืออ้างปุเบยสายเตียโนเตไงนี่ก็จะไงได้สไตเบยสายดงฟางตลอดโมกันไหลและครัวระบอปุเบยสายเกวันแต่ตีนุกเกเอาชมัวท่าช่างยานกรุบเนี่ยกับบันใช้โมจำตัวกวาดเนยขังกล่าวให้เนยไปได้สไตเบยสายบ้านหมกดอลกรุบเนี่ยกับบันสันแดงกากรบจมปูก่อนเซลล่าในบ้านเคยแต่เพียบมวยนี่ถั่วเนี้ยเขาสุดซ่าจมปูดงฟางจีคลั่งให้ไปดูไว้เนี่ยบ้านเกสุดซ่าอันเจ้าเงยใหญ่ปีท่าหลังโจในกรุบเราในกลายนี้เลยนั่งกอดคือเหมือนบ้านใจหมดตัวดงฟางนูเต้กับบันใต้กอดบ้านเนี่ยกรุบกรองทั้งไม่หมดตัวดงฟางได้มาเนี่ยนู้เป็นชมูแท้สร้างชื่อ
គេបាននិយាយថាដោយសារតែអ្នកគ្រប់គ្រងបានប្រើយុទ្ធសាស្ត្រច្រើនពេកនៅពេលដែលជួយដងហ្វាំងឲ្យរស់ឡើងវិញអញ្ចឹងទៅឥឡូវហ្នឹងគឺគាត់ត្រូវសម្រាប់ព្យាបាលហើយប្រមូលកម្លាំងធាតុឡើងវិញហេតុនេះហើយបានជាធ្វើឲ្យគាត់មិនអាចចេញមកខាងក្រៅទទួលមេបិសាចបានចំពោះរឿងនេះដងហ្វាំងគាត់ក៏មិនបានខឹងអីនោះទេក៏ប៉ុន្តែគាត់សុំទៅងូតទឹកសិនដោយសារតែខានងូតទឹក1000ឆ្នាំជាងហើយអញ្ចឹងទៅការងារទុកម្ដុំសិនហើយនិយាយថាប្រូហ្នឹងធ្វើឲ្យចេះគិតគេសោះហ្មងអាពេលងូតទឹកហ្នឹងសែវឡានគ្នាក្តៅខ្លួនឡើងចង់ឆេះហើយគេឡើងកូនស្រីនេះសុកឲ្យគេមកមើលមនុស្សផងងូតទឹកមិនពីអ្នកហ្នឹងក៏បានជ្រុះគ្នាទៅមកហើយក៏បាននិយាយទៅដល់ម្ចាស់របស់សែវឡានពេលនោះនាងក៏បានសរសើរពីម្ចាស់របស់នាងថាគាត់គឺជាមនុស្សឆ្លាតជាងគេលើលោកនិយាយទៅរឿងអីក៏គាត់ដឹងដែរលើហើយដងហ្វាំងឡើងជ្រិញហ្មងហើយគាត់ក៏បានសួរទៅកាន់សែវឡានថាម្នាក់នឹងខ្លាំងជាងគាត់ទៀតមែនសួរហើយគាត់ក៏បានផ្ទាត់ដៃដែលធ្វើឲ្យអាងទឹកនៅកន្លែងហ្នឹងបែកខ្ទេចដល់តែឃើញអញ្ចឹងអីសែវឡាននាងក៏បានតបថាដងហ្វាំងនឹងខ្លាំងជាងគេហើយឥឡូវប៉ុណ្្នឹងបានទៅតែថាដោយសារតែចង់អួតគេពេកឥឡូវហ្នឹងទឹកខូចចេញពីអាងអស់ហើយអីអស់ហ្នឹងសែវឡានឃើញឡើងខ្ទេចគ្មានសល់តោះឥឡូវមើលពីអ្នកនឹងបានហើយយើងកាត់ចុះមកដល់ថ្ងៃស្អែកឡើងឥឡូវនេះអ្នកគ្រប់គ្រងបកបិសាចក៏បានទទួលព័ត៌មានខ្លះពីភាពមិនប្រក្រតីរបស់ស្ដេចបិសាចអ្នករាយការណ៍គេក៏បាននិយាយមកថាយប់មិញស្ដេចបិសាចលួចញ៉ាំនំខេកហើយបន្ទាប់ពីញ៉ាំរួចហ្នឹងធ្វើច្រកខ្ជិះខ្ជូតទៀតបន្ទាប់ពីខ្ជូតហើយក៏ទៅកាចវិញនៅមានទៀតមានអ្នកខ្លះបានឃើញថាគាត់បានឈរនិយាយម្នាក់ឯងហើយនៅមានភាពមិនប្រក្រតីជាច្រើនទៀតនិយាយទៅរាប់អត់អស់ហ្មងបើមកផ្លែតដូរឡើងចង់មកលៀនអារម្មណ៍អញ្ចឹងអីបើនៅភូមិadminវិញគេថាមនុស្សឈួរដែរដោយសារតែបែបនេះអ្នកគ្រប់គ្រងក៏បានប្រាប់ឲ្យកូនចៅរបស់គេបន្តតាមដានស្ដេចបិសាចបន្ថែមទៀតអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់សាច់រឿងនៅក្នុងវីដេអូហ្នឹងឲ្យមានសូមបញ្ចប់តែត្រឹមហ្នឹងសិនឲ្យមានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងមួយនេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់តាមដានសាច់រឿងនេះនៅភាពបន្តទៀតអ្នកទាំងអស់គ្នាកុំភ្លេចជួយធ្វើការចុច Subscribe ហើយបើចង់ឲ្យវាប្រាប់អ្នកទាំងអស់គ្នាថាadmin ផុសរឿងតហើយអញ្ចឹងទៅអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុចទៅលើរូបកណ្ដឹងទៅវានឹង load notification ប្រាប់អ្នកទាំងអស់គ្នាហើយជាចុងក្រោយadmin សូមអរគុណអ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ